អ្នក design ឥឡូវមិនមែនប្រកាសថាយើងមក design សុទ្ធទេគឺយើងត្រូវកាន់ Facebook TikTok អីឲ្យគេចេះ book page ប៊ូអីខ្លះអញ្ចឹងអាតាក់ទងពីជំនាញហ្នឹងអ្នកគ្នាត្រូវតែចេះហ្មងអញ្ចឹងយើងអាចរៀនបាននៅលើ Meta ទៅគាត់រៀនជំរាបសួរអ្នកគ្នាស្វាគមន៍មកកាន់ Kora Podcast អញ្ចឹងថ្ងៃនេះដែរគឺតាមការសន្យាគឺពួកខ្ញុំនឹងនិយាយតាក់ទងជាមួយនឹងប្រធានបទជំនាញ design ដែលគោគឺគាត់ជាអ្នកដែលជំនាញខាងហ្នឹងស្រាប់តាក់ទងជាមួយនឹង design ដែលរហងៃគាត់ធ្វើនៅលើវិស័យហ្នឹងហើយពួកខ្ញុំដូចខ្ញុំអត់ចេះទេចឹងខ្ញុំគាត់សួរហើយរិនគឺគាត់នឹងនិយាយតាក់ទងលម្អិតមួយជំនាញមួយទៀតនៅពេលដែលយើងរៀន design ហើយយើងអាចទៅធ្វើអាហ្នឹងបាននោះគឺ image editor អញ្ចឹងតើ image editor ជាស្អីហើយ design ហ្នឹងគួរតែធ្វើអីហើយតើអ្នកទាំងគ្នាគួរត្រៀមអីគេខ្លះមុននឹងចូលនៅក្នុងវិស័យមួយហ្នឹងអញ្ចឹងគឺទៅជួបពួកគាត់ទាំងអស់គ្នាដែលពួកគាត់នឹងលម្អិតតាក់ទងពីអាហ្នឹងអូខេជាដំបូងខ្ញុំសូមឲ្យគោលម្អិតតាក់ទងពីជំនាញហ្នឹងសិនបាទជំរាបសួរខ្ញុំឈ្មោះតិតកោជំនាញរបស់ខ្ញុំធ្វើការរងថ្ងៃហ្នឹងគឺខ្ញុំខាង graphic design អញ្ចឹងខាង graphic design ហ្នឹងគឺយើងផ្ដោតទៅលើការច្នៃប្រឌិតជាទូទៅបើសិនតែយើងអត់មានការច្នៃប្រឌិតក៏យើងពិបាកក្នុងការ design ដែរហើយជាពិសេសគឺ concept ដែលថ្មីដូចជា concept ចូលឆ្នាំ concept ភ្ជុំបិណ្ឌ concept បុណ្យប្រពៃណីអីផ្សេងហ្នឹងសិតសឹងតែជា concept ដែលយើងធ្វើឲ្យក្រុមហ៊ុនដែលគេផុសអ្នកទាំងអស់គ្នាបានឃើញតាម social media ក៏ដូចជា Facebook TikTok អីផ្សេងហ្នឹងគឺបានឃើញស្រាប់ហើយគេផុសពី promotion អីផ្សេងហ្នឹងសិតសឹងតែអ្នក design ទាំងអស់នៅក្រោយខ្នងអញ្ចឹងជំនាញដែលខ្ញុំធ្វើបច្ចុប្បន្នហ្នឹងគឺខ្ញុំសូមនិយាយខ្លះៗគឺទី1គឺខាង graphic design និងធ្វើវីដេអូហើយនឹងថត content ខ្លីៗខ្លះៗអញ្ចឹងខាង design ហ្នឹងគឺខ្ញុំធ្វើ poster ដែលយើងនិយាយអំពី product របស់យើងហើយបន្ទាប់មកនិយាយអំពី key frame ផ្សេងនៅក្នុង poster ហើយ show ឲ្យអតិថិជនឬមួយក៏ show ឲ្យshow ឲ្យអ្នកដែលគេចង់ឃើញផលិតផលរបស់យើងណាអញ្ចឹង show ឲ្យគេឃើញបន្ទាប់មកដល់ពេល show ឲ្យគេឃើញ poster មួយស្លឹកហ្នឹងគេចាប់អារម្មណ៍ដល់ពេលគេចាប់អារម្មណ៍គេនឹងតាក់ទងទិញយើងផ្សេងជាដើមអញ្ចឹងការធ្វើ poster គឺសំខាន់បំផុតទៅលើ advert ដែលយើងបានផ្ដោតទៅលើវាដូចខ្ញុំលើកមកខាងលើហ្នឹងគឺដូចជា promotion មុនចូលឆ្នាំជាដើម promotion មុនភ្ជុំបិណ្ឌនិងឬមួយក៏ promotion ចុងខែដើមខែជាដើមហ្នឹងគឺយើង design ហើយយើងត្រៀមខ្លួនដូចជាadvert មួយគឺអាចផុសនៅក្នុងបណ្ដាញសង្គម social media បានគឺមិនមែនគាត់ធ្វើតែម្ដងទេគឺគាត់ធ្វើច្រើនដងត្រាត់អញ្ចឹងគាត់ធ្វើច្រើនដងហើយបានឆ្លងកាត់មេទី1ឬមួយក៏មេទី2ឬមួយក៏ឆ្លងកាត់ក្រុមការងារទាំងអស់ហើយបានយើងអាចយក poster ហ្នឹងផុសឲ្យលក្ខណៈថាអ្នកទិញ client ត្រាត់អ្នកទិញយើងគាត់មើលគាត់ឃើញអញ្ចឹងមានន័យថាជំនាញនេះជំនាញកែហ្នឹងយើងនិយាយមួយម៉ាត់គឺលក្ខណៈតកែហ្នឹងកែហើយកែទៀត design គឺបែបហ្នឹងបើសិនតែយើងស្រឡាញ់ខាងផ្នែក design ទេតលតែយើងលក្ខណៈថាអំណត់នៅក្នុងការកែត្រាត់អ្នកខ្លះគាត់ស្រឡាញ់ design មែនតែបើសិនគាត់អត់ចេះទ្រាំក្នុងការកែទេគាត់ធ្វើការជាមួយក្រុមហ៊ុនបានយូរទេត្រាត់ពីព្រោះលក្ខណៈថាគាត់កែតែបន្តិចឆាប់ធុញអញ្ចឹងវាពិបាកនៅក្នុងការធ្វើការងារជាមួយជាក្រុមជា team ជាមួយរបស់ក្រុមការងារយើងណាប៉ុន្តែបើសិនជាយើងស្រឡាញ់ខាង graphic design ទោះបីគេឲ្យប៉ុន្តែបើសិនជាយើងស្រឡាញ់ខាង graphic design ទោះបីគេឲ្យយើងកែ4ទៅ5ដងទៀតក៏យើងសប្បាយចិត្តក្នុងការកែដែរត្រូវដោយសារចិត្តការស្រឡាញ់ជំនាញមួយនេះដែលយើងចាប់ហ្នឹងដែលយើងគិតថាអូខេយើងយកវាប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងហើយណាមួយវាបើយើងនិយាយស្រួលស្ដាប់បើយើងចាប់ជំនាញណាមួយហើយជំនាញនឹងគឺជាឆ្នាំងបាយរបស់យើងត្រូវអញ្ចឹងយើងអាចបោះបង់បានទេអញ្ចឹងយើងត្រូវតែព្យាយាមធ្វើឲ្យល្អទៅតាមលទ្ធភាពដែលយើងអាចធ្វើទៅបានហ្នឹងគឺខាង graphic design ហើយ design នេះទៀតសោតយើងត្រូវលក្ខណៈថាយើងត្រូវមាន ad នៅក្នុងនោះមានវីដេអូធម្មតាវីដេអូ animation ជាដើមបើយើងបើវីដេអូ animation ហ្នឹងគឺលក្ខណៈថាយើងresearch ដូចគ្នាដែរមុននឹងយើងធ្វើដូចជាខ្ញុំហ្នឹងមុននឹងធ្វើ advert ក៏ដូចជាធ្វើ poster ឲ្យក្រុមហ៊ុនគឺខ្ញុំត្រូវការ research ដើម្បីយកគំនិតដោយសារជាទូទៅមនុស្សយើងអត់អាចលក្ខណៈថាអត់អាច
លក្ខណៈថាអត់អាច perfect ទាំងអស់ទេអញ្ចឹងយើងត្រូវការយកពីគេដើម្បីឲ្យមានគំនិតនៅក្នុងការច្នៃប្រឌិតឧទាហរណ៍ថា poster មួយហ្នឹងយើងធ្វើមកលក្ខណៈថាមើលទៅអត់ស្អាតទេពួកលក្ខណៈ poster slash trail តែពេលយើងថែម element ថែម fix ថែម style ផ្សេងៗតិចតួចនៅលើ poster ហ្នឹងបែរទៅជាស្អាតខ្ញាត់អញ្ចឹងមិនថាបើសិនជាយើងចង់ឲ្យ poster មួយដែលស្អាតទាល់តែយើង research យើងស្គាល់ website ច្រើនដូចជា Pinterest អីផ្សេងៗហ្នឹងគឺយើង research វាមកគឺលក្ខណៈថាយើងត្រាស់លើក្តារមួយស្លឹកហើយបានយើងយកវាទៅឲ្យធ្វើវាចេញជារូបរាងនៅលើ Photoshop ឬមួយក៏កម្មវិធីណាមួយដែលយើងជំនាញដែលយើងចេះហ្នឹងគឺការ graphic design ចំពោះ video editing video animation ហ្នឹងគឺយើងលក្ខណៈថាដូចគ្នាមុននឹងយើងធ្វើគឺយើងត្រូវការ research ដូចគ្នាដែរយើងមើល animation របស់គេខ្លីៗយើងយកមក apply ទៅលើ video ទៅលើ product ក៏ដូចជាទៅលើលក្ខណៈថា animation ដែលយើងកំពុងធ្វើនឹងបានឲ្យ ឲ្យរូបភាពឬមួយក៏ video ហ្នឹងមើលទៅវាតាក់ទាញពេលខ្លះvideo animation ខ្លះយើងធ្វើមកវាលក្ខណៈឆ្កយពេកទៅវាមើលទៅវាអត់តំណងណាវាអត់ចូលភ្នែកណាប៉ុន្តែយើងដាក់លក្ខណៈថា element រត់កាន់បន្តិចដាក់ផ្សែងហុយបន្តិចឬមួយក៏ដាក់ភ្លេង sound effect នៅក្នុងវីដេអូរបស់យើងបន្តិចមើលទៅវាតាក់ទាញវាលក្ខណៈថាគួរជាទីចាប់អារម្មណ៍របស់អ្នកដែលគេបានអូសឃើញអញ្ចឹងលក្ខណៈថាគេនឹងតាក់ទងមក product របស់យើងដែលយើងលក់ផលិតផលផ្សេងៗហ្នឹងគឺគេចាប់អារម្មណ៍ហើយមួយទៀតបច្ចុប្បន្នហ្នឹងគឺខ្ញុំធ្វើខាង content ថតវីដេអូខ្លីៗអញ្ចឹងអូខេលក្ខណៈថាទទួលស្គាល់ទៅគឺក្រុមរបស់ខ្ញុំអាចប្រាប់បានឯ content ហ្នឹងធ្វើនៅ page មួយណាក៏លោកបងប្អូនគាត់ចង់ check មើលតែហ្នឹងធ្វើមិនអញ្ចឹងអូខេអញ្ចឹងអ្នកទាំងគ្នាបើសិនជាចង់ check វីដេអូដែលគាត់ធ្វើអញ្ចឹងអ្នកគ្នាអាចទៅ check នៅក្នុង page GoFundMe បាន search ពាក្យហ្នឹងអញ្ចឹងអាចនឹងមាននៅក្នុងហ្នឹងអញ្ចឹងអ្នកគ្នាអាចមើលទៅ content ពាក្យច្រើនគាត់ធ្វើឲ្យគេខ្លះហើយតែអាហ្នឹងមើលទៅវាពិបាកអត់សម្រាប់អ្នកគ្នាហ្នឹងហើយអូខេនៅក្នុង page ហ្នឹងអ្នកទាំងគ្នាអាចចូលទៅមើលបានអញ្ចឹងហើយបញ្ជាក់ខ្ញុំធ្វើលក្ខណៈជាក្រុមហើយក្រុមការងាររបស់ខ្ញុំគឺខ្ញុំធ្វើឲ្យក្រុមហ៊ុនមួយអញ្ចឹងទៅលក្ខណៈថាធ្វើបែបសប្បាយបែបកុំឲ្យលក្ខណៈថា stress ជាដើមយល់អូខេអញ្ចឹងគឺមាន4ចំណុចហ្នឹងបាទមានតែ4ចំណុចខ្លះហ្នឹងអូខេឥឡូវខ្ញុំសរុបមកវិញគឺគាត់និយាយមិញគឺមាន4ចំណុចដែលគាត់បាន note នៅក្នុងកតានេះខ្ញុំអាចមើលឃើញខ្ញុំអាចប្រាប់អ្នកគ្នាទី1គឺ social media អញ្ចឹងមានន័យថាអ្នក design ឥឡូវមិនមែនប្រកាសថាយើងមក design សុទ្ធទេគឺយើងត្រូវកាន់ Facebook TikTok អីឲ្យគេចេះ book page អីខ្លះអញ្ចឹងអាតាក់ទងពីជំនាញហ្នឹងអ្នកគ្នាត្រូវតែចេះហ្មងអញ្ចឹងយើងអាចរៀនបាននៅលើ Meta ហ្នឹងក៏គាត់បរៀនដែរខាង Facebook ហើយតាក់ទងជាមួយនឹងខាងខ្មែរយើងក៏មានអ្នកបរៀនអ្នកអីច្រើនដែរមានបរៀន free មានបរៀនបងលុយបងអីអញ្ចឹងអ្នកគ្នាអាច check មើលតាមហ្នឹងបានហើយតាក់ទងមួយទី2គាត់និយាយរឿង design ហ្នឹងគឺ design poster design logo អីជាដើមហ្នឹងទៅហើយទី3 video animation ហ្នឹងតាក់ទងជាមួយអ្នកគ្នាឃើញវីដេអូពាណិជ្ជកម្មអីជាដើមហើយអាទី4វីដេអូ content ហ្នឹងគឺគាត់ធ្វើលើ page លើអីចឹងទៅព្រោះអ្នក design ឲ្យតែគេរើសទៅហើយគឺគេអាចយកតែ design poster មួយទៀតឥឡូវគឺអត់អាចបងព្រោះដោយសារបើសិនជាយើងអត់ចេះជំនាញច្រើនទេវាពិបាកចូលដែរជំនាញហ្នឹងអញ្ចឹងត្រូវអ្នកនេះចេះច្រើនដែរនៅក្នុងវិស័យហ្នឹងជាពិសេស marketing បើសិនជាចង់រៀន marketing ក៏ត្រូវតែចេះពួកអស់ហ្នឹងដែរអូខេឥឡូវគឺតាក់ទងមួយលម្អិត design មានតែប៉ុណ្្នឹងទេហើយតាក់ទងមួយជំនាញទូចមួយទៀតនៅក្នុងវិស័យ design ហ្នឹងវាមានច្រើនមែនតើដែល Ren គឺគាត់នឹងនិយាយតាក់ទងជាមួយនឹងimage editor អញ្ចឹងសូមជួបគាត់អរគ្នាថាហ្នឹងវាអីគេដោយសារខ្ញុំអត់សូវយល់ដែរអូខេអូខេហ្នឹងហើយសួស្តីអ្នកគ្នាអញ្ចឹងមិញបង្កគាត់បានរៀបរាប់ពី design ការងារ design បន្ទាប់ពីចប់ពីរៀន design ទៅយើងចូលទៅបម្រើការងារនៅក្នុងក្រុមហ៊ុនមួយតែយើងធ្វើអីខ្លះនៅក្នុង position design ហ្នឹងវាមានស្អីខ្លះក្នុងហ្នឹងអញ្ចឹងឃើញថាវាមានច្រើនមុខមិនតែ design មិនយើងចូលទៅអង្គុយ design យកហ្មងតែប៉ុណ្្នឹងហើយវាត្រូវមាន video editor វាធ្វើដើរតួនាទីជា animation អីផ្សេងអញ្ចឹងវាច្រើនណាហើយពេលខ្លះ
ឆ្លៀតរត់ pass up ទៀត delivery ទៀតណាយើងវាចង់និយាយថាវាច្រើនមុខអញ្ចឹងយើងចេះកាន់តែច្រើនកាន់តែល្អសម្រាប់ designer ទាំងអស់អ្នកដែលមានក្តីសម័យចង់ធ្វើ design គួរតែចេះឲ្យច្រើនហើយថាចេះអត់ច្រើនទេអាហ្នឹងដូចខ្ញុំខ្ញុំសិស្សរួមគ្រូមួយបង្គោលដែរបើដល់ចេញមកធ្វើជំនាញផ្សេងដោយសារអីដោយសារយើងចំណូលចិត្តយើងវាខុសគ្នាបងគាត់ជំនាញអាខាងការងារច្រើនអីចឹងទទួលខុសត្រូវច្រើនចឹងគាត់ធ្វើអាហ្នឹងត្រូវហើយដល់ពេលខ្ញុំវារៀងខ្ជិលអញ្ចឹងខ្ញុំក៏ទៅចាប់ជំនាញមួយទៀតហៅថា image editor ឬក៏ image editing ការដែលយើងទៅ edit រូបយើងកែរូបអីចឹងណាអញ្ចឹងនៅក្នុង image editor ហ្នឹងគឺយើងបើសិនជាយើងបានរៀន design មកហើយអាហ្នឹងយើងធ្វើការងារហ្នឹងគឺយើងយល់បានច្រើនហើយក៏វាងាយស្រួលសម្រាប់យើងដែរអញ្ចឹងវាពាក់ព័ន្ធមួយ design ដែរតែគាត់ថាវាមិនមែនទៅប្រភេទ design poster អីទេវាជាការកែទៅលើរូបមួយហ្នឹងណាវាស្តៀងទៅនឹងខាងគេកែរូបថតការខាង printing អីដែរណាវាស្តៀងអញ្ចឹងណាដល់ពេលយើងទៅថតរូបគេ edit រូបអីឲ្យយើងវាអញ្ចឹងតែគាត់ថាបើជាលក្ខណៈក្រុមហ៊ុនអាហ្នឹងវា follow ទៅតាម standard របស់ក្រុមហ៊ុនគេមួយអញ្ចឹងណាអញ្ចឹងដូចនៅកន្លែងការងារខ្ញុំវាមាន flow ការងារគេលក្ខណៈថាក្រុមហ៊ុនគឺធ្វើរូបទាំងអស់ហ្នឹងនៅលើ system system គេ assign រូបមកយើងedit រូបនៅលើហ្នឹងបន្តមកទៀតយើង upload រូបហ្នឹងទៅហើយគេក៏ check រូបហ្នឹងហើយបើសិនជាមានកំហុសកន្លែងណាមួយអាហ្នឹងគេ reject មកវិញហើយគេ note ឲ្យយើងកែហើយហ្នឹងហើយអត់មានអីច្រើនទេការងារហ្នឹងខាងជំនាញហ្នឹងវាសំខាន់ទៅលើយើងស៊ីជម្រៅជាមួយនឹង Photoshop ព្រោះយើងធ្វើហ្នឹងគឺធ្វើនៅលើ Photoshop សុទ្ធយើងអត់ធ្វើនៅលើ program ផ្សេងដូចជា Illustrator ឬក៏ខាង After Effects អីទេវាអត់ពាក់ព័ន្ធហ្នឹងទេគឺវាមានតែមួយគឺ Photoshop តែគាត់ថាវាត្រូវច្បាស់ Photoshop យើងធ្វើការលឿនហើយច្បាស់ទៅលើ tool ហើយ tool ដែលត្រូវច្បាស់ជាងគេនោះគឺ pen tool នៅពេលដែលយើងច្បាស់ pen tool ការងារយើងលឿនហើយ quality ព្រោះការងារហ្នឹងប្រើpen tool ច្រើនហើយនៅក្នុងការងារហ្នឹងគឺយើងធ្វើ retouch មានន័យថាយើងកែឧទាហរណ៍ប្រឡាក់មុខស្នាមមុខអីហ្នឹងអាហ្នឹងយើង retouch ឲ្យស្អាតវាអញ្ចឹងហើយខោអាវយើងមានជ្រួញអីចឹងទៅគេត្រូវការឲ្យយើងបន្ថយអាចជ្រួញហ្នឹងអាហ្នឹងយើងត្រូវ reuse wrinkle គេហៅ remove wrinkle ខោអាវហ្នឹងគឺកាត់បន្ថយជ្រួញអាហ្នឹងអាស្រ័យទៅលើ customer ដែលគេកំងមកថាតើគេចង់បានអីអញ្ចឹងរូបមួយដែលគេអាសាញឲ្យយើងហ្នឹងគេចង់បានអីខ្លះពេលខ្លះគេចង់ឲ្យយើងធ្វើអាកប៉ីកពកនៅលើអាវអីចឹងវាមានកប៉ីកពកវាមានជ្រួញអីច្រើនចឹងអាហ្នឹងគេឲ្យយើងលុបអាហ្នឹងធ្វើឲ្យវាស្អាតអីឡើងវិញណាអាហ្នឹងគេ note មកហើយអញ្ចឹងប្រភេទការងារ editor គឺគេធ្វើប្រភេទអញ្ចឹងហើយដូចខ្ញុំថាអញ្ចឹងស្អីដែលសំខាន់គឺនៅពេលដែលយើងចូលការងារហ្នឹងគេបរៀនយើងហើយធម្មតាយើងចូលទៅមុនដំបូងហ្នឹងអត់ចេះទេតែយើងអត់ចេះដូចគ្នាហ្នឹងហើយអញ្ចឹងគេបរៀនយើងគេ train យើងធម្មតាទេការងារណាក៏ដោយឲ្យតែយើងអត់តន់ចេះវារៀងពិបាកតែដល់ពេលយើងចេះទៅវាខ្លាយទៅជាជំនាញយើងហើយអាហ្នឹងវាស្រួលសម្រាប់យើងវិញហើយយើងមិនបាច់ចាំថាការងារណាតើការងារស្រួលបានយើងធ្វើអាការងារពិបាកយើងអត់ធ្វើអត់ទេការងារគឺផ្ដើមចេញពីពិបាកហ្នឹងឯងតែយើងអត់ចេះចូលទៅមុនដំបូងវាត្រូវមាត់ខ្លះវាអីខ្លះតែដល់ពេលយូរទៅយើងធ្វើយូរទៅវាចេះទៅវាលែងអីតែជាងាយស្រួលសម្រាប់យើងវិញហើយមានតែប៉ុណ្្នឹងការងារខាង image editor អរគុណឥឡូវខ្ញុំចង់សួរមួយថាមានអ្នកខ្លះគាត់គិតថាចុំរៀន design យើងពេលយើងអត់ចប់ទី12យើងទៅធ្វើកើតអាហ្នឹងអត់ចប់ទី12ហើយនឹងអត់ចប់សកលពេលខ្លះគាត់ឆ្ងល់គាត់ឆ្ងល់ចុំតិចអត់ចប់12ទីគេអត់យកអាហ្នឹងរនឯងមានទស្សនៈមិនទោះគួរនិយាយទៅកាន់ពួកគាត់ព្រោះអ្នកខ្លះគាត់ចេះអាហ្នឹងតែគាត់អត់មានអាសញ្ញាបត្រហ្នឹងអញ្ចឹងហើយគាត់ជាមកជាឲ្យ idea ទៅគាត់
ព្រោះអាហ្នឹងនៅក្នុងវិស័យហ្នឹងរណៃដឹងច្បាស់ថាគេត្រូវការអាហ្នឹងពិតអត់ឬក៏គេត្រូវការសញ្ញាបត្រនោះច្រើនជាង អូខេអរគុណមករាសំណួរល្អសម្រាប់ខ្ញុំផ្ទាល់បើត្រឹមអា design ការងារ design នេះយើងមិនបាច់មានសញ្ញាបត្រអីក៏បានដែរមិនទី12ក៏បានមិនសកលអីក៏បានដែរសំខាន់ឲ្យតែយើងធ្វើការងារកើតប៉ុន្តែគាត់ថាដែលល្អហ្មងយើងគួរតែមានកម្រិតវប្បធម៌យើងល្អព្រោះយើងមិនមែន design រហូតទេមែនទេយើងមិនមែននិយាយពាក្យអាក្រក់ស្ដាប់ថាមិនមែនងាប់កាឡានៅ design រហូតទេអញ្ចឹងបើសិនយើងចង់អភិវឌ្ឍខ្លួនយើងទៅមុខទៀតឲ្យកាន់តែរីកចម្រើនទៅមុខទៀតយើងល្អយើងគួរពង្រឹងកម្រិតវប្បធម៌យើងឲ្យវារឿងខ្ពស់ទៅដែរងាយស្រួលយើងបត់បែនទៅមុខទៀតអភិវឌ្ឍខ្លួនទៅមុខទៀតអញ្ចឹងយើងត្រូវការអស់ហ្នឹងហើយអញ្ចឹងជាយោបល់ខ្ញុំបើសិនជាអ្នកដែលគាត់កំពុងតែនៅរៀននៅវិទ្យាល័យអីហ្នឹងអាហ្នឹងឲ្យស្រឡាញ់ការងារ design ហ្នឹងយល់ល្អគួរតែព្យាយាមពង្រឹងសមត្ថភាពខ្លួនឯងបដាហើយបញ្ចប់ទី12ទៅហើយបើសិនជាចង់ចូលសាកលវិទ្យាល័យតអាហ្នឹងយើងបន្តទៅសាកលទៀតហើយនៅក្នុងកំឡុងពេលយើងសិក្សានៅសាកលហ្នឹងក៏យើងឆ្លៀតរកការងារដែលពាក់ព័ន្ធមួយជំនាញ design ឬក៏ការងារផ្សេងដូចជាការងារ image editor អីហ្នឹងយើងធ្វើបដាទៅវាកើតទៅជាជំនាញយើងហើយយើងរៀននៅសាកលនោះវាបានចំណេះហើយយើងមានជំនាញទៀតអញ្ចឹងវាបូកចូលគ្នាវាកាន់តែប្រសើរណាអញ្ចឹងវាមិនចាំបាច់ថាទាល់តែចប់ទី12ឬក៏មានសញ្ញាបត្រទី12មានសញ្ញាបត្របរិញ្ញាបត្រអីទេសំខាន់ឲ្យតែយើងមានជំនាញក្នុងខ្លួនចាស់ថាមិនចាស់ថារៀនឲ្យមាំស្ទាត់ចេះប្រកាសប្រាក់រត់តាមហៅថាឲ្យតែចេះប្រកាសការងារអីក៏ដោយអញ្ចឹងណាអញ្ចឹងសញ្ញាបត្រមិនមែនថាអត់ប្រយោជន៍វាមានប្រយោជន៍សម្រាប់យើងតែគាត់ថាស្អីដែលគួរឲ្យមានលើសពីសញ្ញាបត្រទៀតគឺសញ្ញាឃើញគឺជំនាញយើងហ្នឹងឯងចំណេះជំនាញក្នុងខ្លួនយើងអូខេអរគុណអូខេអញ្ចឹងអ្នកគ្នាយល់ហើយដូចតែរិនបាននិយាយយ៉ាងមិញអញ្ចឹងគឺជំនាញ design គឺយើងមិនចាំបាច់តន់ថាមាននេះទេប៉ុន្តែគ្រាន់តែយើងគួរតែមានកម្រិតវប្បធម៌ណាដើម្បីឧទាហរណ៍ថាបើសិនជាយើងធ្វើអាហ្នឹងទៅយើងកាន់តែធ្វើចេះអីទៅគេចង់ប្រម៉ូទយើងឡើងទោះតែយើងមានអាសញ្ញាបត្រហ្នឹងដែរកន្លែងខ្លះព្រោះកន្លែងខ្លះគេត្រូវការហ្នឹងខ្លាំងហ្មងតែដូចកន្លែងខ្ញុំអីចឹងគឺគេត្រូវការហ្នឹងដែរអញ្ចឹងហ្នឹងគឺជាវីដេអូសម្រាប់ស្រាយចម្ងល់ហើយក៏ដូចជាចំណេះដឹងទៅកាន់អ្នកទាំងគ្នាឬក៏សិស្សប្អូនទី12ដែលកំពុងតែចង់រៀន design ហ្នឹងអាចនឹងយល់ហើយអាចនឹងដឹងហើយស្ដាប់យល់ឬក៏អត់យល់ទេអាច comment នឹងក្រោមពួកខ្ញុំនឹងព្យាយាមធ្វើវីដេអូដើម្បីឆ្លើយតបទៅកាន់អ្នកទាំងគ្នាបន្ថែមទៀតដើម្បីឲ្យយល់ថាជំនាញនេះវាមិនដោយសារយើងមាន special guest យើងទាំងពីរគាត់នៅលើវិស័យហ្នឹងស្រាប់ចឹងអាចដោះស្រាយបានតែបើជំនាញផ្សេងអ្នកគ្នាអាចសួរមកបានហើយខ្ញុំនឹងព្យាយាមសួរទៅកាន់គ្នាឯងឬក៏បងប្អូនដែលស្គាល់អញ្ចឹងណាហើយចាំខ្ញុំប្រាប់ទៅកាន់អ្នកនរគ្នាថាអាហ្នឹងគឺយើងត្រូវផ្ដោតលើគេខ្លះអញ្ចឹងទៅអូខេវីដេអូនេះយើងមានតែប៉ុណ្្នឹងទេអរគុណច្រើនមែនតើសម្រាប់ការស្ដាប់ក៏ដូចជាទស្សនាហើយពីខ្ញុំបាទមករាខ្ញុំបាទកោបាទបូរិនអូខេសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ